មនុស្សដែលជប់រៀននៅថ្ងៃនេះអាចនឹងត្រូវពិភពលោកទុកចោលនៅថ្ងៃស្អែកតើអ្នកធ្លាប់គិតទេថាហេតុអ្វីមនុស្សខ្លះអាចរីកចម្រើនបានលឿនខណៈដែលមនុស្សខ្លះនៅតែស្ថិតនៅកន្លែងដដែលចម្លើយមិនមែនដោយសារពួកគេមានសំណាងជាងអ្នកទេប៉ុន្តែដោយសារពួកគេមិនដែលជប់រៀនការរៀនមិនមែនមានតែនៅក្នុងសាលារៀនឬសាកលវិទ្យាល័យប៉ុណ្ណោះទេរាល់ថ្ងៃជីវិតរបស់យើងសុទ្ធតែជាមេរៀនកំហុសដែលយើងធ្លាប់ជួបប្រជាជនដែលយើងធ្លាប់បានស្គាល់និងបទពិសោធន៍ទាំងអស់សុទ្ធតែអាចបង្រៀនយើងឲ្យកាន់តែប្រសើរបើអ្នកអានសៀវភៅមួយក្បាលនៅថ្ងៃនេះអ្នកនឹងទទួលបានចំណេះដឹងថ្មីបើអ្នកស្ដាប់បទពិសោធន៍ពីអ្នកដទៃអ្នកនឹងទទួលបានមេរៀនថ្មីហើយបើអ្នកហ៊ានសាកល្បងអ្វីថ្មីអ្នកនឹងរកឃើញសមត្ថភាពដែលអ្នកមិនធ្លាប់ដឹងថាខ្លួនមានពីមុនមកកុំគិតថាអាយុច្រើនពេកសម្រាប់ការរៀនឬកុំគិតថាខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់មនុស្សជោគជ័យមិនមែនជាមនុស្សដែលដឹងគ្រប់យ៉ាងទេប៉ុន្តែជាមនុស្សដែលនៅតែចង់រៀនរាល់ថ្ងៃសូមអ្នកចងចាំថាពេលដែលអ្នកជប់រៀនអ្នកនឹងឈប់រីកចម្រើនដែរប៉ុន្តែពេលដែលអ្នកបន្តរៀនទ្វារនៃឱកាសថ្មីនឹងបើកចំហសម្រាប់អ្នកជានិច្ចដូច្នេះមិនថាថ្ងៃនេះអ្នកមានអាយុប៉ុន្មានឬកំពុងស្ថិតនៅកន្លែងណាក៏ដោយសូមកុំជប់រៀនព្រោះការរៀនគឺជាគន្លឹះនៃអនាគតដ៏ល្អប្រសើរតើថ្ងៃនេះអ្នកបានរៀនអ្វីថ្មីហើយឬនៅសរសេរខមមិនខាងក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំបានដឹងផងបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូម follow page និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណ